កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះប៉ូលីសសហព័ន្ធ SBI បានមកចាប់ខ្លួនទីភ្នាក់ងារស៊ើបការសម្ងាត់ CIA ម្នាក់នៅកម្ពុជាពីបទធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ស្ដីពីផែនការយោធាអ៊ីស្រាអែលសងសឹកអ៊ីរ៉ង់យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក The New York Times នៅសប្តាហ៍នេះក្រសួងយុតិធម៌អាមេរិកបានចាត់ប្រកាន់ភ្នាក់ងារ CIA ខាងលើចំនួន2បទល្មើសគឺបទរក្សាទុកនិងធ្វើឲ្យបែកធ្លាយព័ត៌មានការពារជាតិអាមេរិកដោយចេតនា The New York Times ជាកាសែតអាមេរិកដំបូងគេដែលបានចុះផ្សាយពីករណីចាប់ខ្លួនភ្នាក់ងារចារកម្មអាមេរិកលើទឹកដីបរទេស CIA នៅទឹកដីកម្ពុជាដោយយោងលើឯកសាររបស់តុលាការអាមេរិកនិងប្រភពស្និទ្ធនឹងរឿងនេះកាសែត The New York Times បានចុះផ្សាយកាលពីថ្ងៃទី13វិច្ឆិកាថាភ្នាក់ងារ CIA ដែលត្រូវប៉ូលីសសហព័ន្ធ SBI ចាប់ខ្លួននៅកម្ពុជានោះមានឈ្មោះថា Aziz Rasman ដែលជាភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកលើទឹកដីបរទេស Aziz Rasman ត្រូវបានចាប់ខ្លួននៅក្នុងបទចោទប្រកាន់ដែលធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់អាមេរិកដែលនិយាយពីគម្រោងការយោធារបស់អ៊ីស្រាអែលដើម្បីវាយប្រហារសងសឹកអ៊ីរ៉ង់បើតាម The New York Timesកាលពីពាក់កណ្ដាលខែតុលាកន្លងទៅគេឃើញមានឯកសារសម្ងាត់ស្ដីពីគម្រោងការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ដែលត្រូវបានចែកចាយលើបណ្ដាញ Telegram បន្ទាប់មកគេស្រាវជ្រាវរកឃើញថាឯកសារនោះត្រូវបានបង្ហោះផ្សាយចេញពីកម្ពុជាឯកសាររបស់តុលាការដែលចុះផ្សាយដោយកាសែតអាមេរិកបង្ហាញថា Aziz Rasman គឺជាអ្នកធ្វើការឲ្យ CIA ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកនៅបរទេសហើយលោកមានសិទ្ធិចូលមើលទទួលបានព័ត៌មានសម្ងាត់របស់ CIA យ៉ាងណាក៏ដោយ CIA បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះទេប៉ូលីសសហព័ន្ធ SBI បានទទួលស្គាល់ថាខ្លួនបានបើកការស៊ើបអង្កេតលើករណីលេចធ្លាយឯកសារសម្ងាត់មួយដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីដៃគូនៅក្នុងក្រសួងការពារជាតិអាមេរិកនិងទីភ្នាក់ងារស៊ើបការសម្ងាត់គួរឲ្យដឹងថានៅសប្តាហ៍មុននេះក្រសួងយុតិធធម៌អាមេរិកតាមរយៈតុលាការសហព័ន្ធក្នុងរដ្ឋ Virginia បានចាត់ប្រកាន់ទីភ្នាក់ងារ CIA ម្នាក់ក្នុងបទចោទចំនួន2ដែលមានចែងនៅក្នុងច្បាប់ចារកម្មគឺបទរក្សាទុកដោយចេតនានិងចែកចាយព័ត៌មានសម្ងាត់ដោយគ្មានការអនុញ្ញាតបន្ទាប់ពីតុលាការចេញបទចោទប្រកាន់ប៉ូលីសសហព័ន្ធ SBI បានចាប់ខ្លួន Aziz Rasman នៅថ្ងៃអង្គារទី12វិច្ឆិកានៅប្រទេសកម្ពុជាហើយបានបញ្ជូនខ្លួនជនសង្ស័យរូបនេះទៅកាន់កោះហ្គាំកាលពីថ្ងៃប្រហោះទី14វិច្ឆិកាទោះបីជាមានការចាប់ខ្លួនចារកិច្ចអាមេរិក CIA ធ្វើឡើងនៅកម្ពុជាប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Q សុភ័ក្របានប្រាប់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃនេះថាលោកមិនបានដឹងពីរឿងនេះទេការបែកធ្លាយឯកសារសម្ងាត់របស់ CIA សពបញ្ជាក់ពីសកម្មភាពឆ្លូបយកការរបស់អាមេរិកសូម្បីទៅលើអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនតាមការចុះផ្សាយរបស់កាសែត Washington Post វិញនៅក្រៅពេលការបែកធ្លាយឯកសារសម្ងាត់ស្ដីពីគម្រោងការយោធារបស់អ៊ីស្រាអែលដើម្បីវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់កាលពីខែតុលាលោកប្រធានាធិបតី Joe Biden បានកង្វល់យ៉ាងធំនិងបានតាក់ទងភ្លាមៗទៅថ្នាក់ដឹកនាំអ៊ីស្រាអែលនៅចុងខែតុលាពលគឺនៅជាងមួយសប្តាហ៍ក្រោយការបែកធ្លាយឯកសារសម្ងាត់ពីគម្រោងការយោធារបស់អ៊ីស្រាអែលកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងផលិតមីស៊ីលរបស់អ៊ីរ៉ង់ដើម្បីសងសឹកនឹងអ៊ីរ៉ង់ដែលបានបញ្ចេញមីស៊ីលជិត200ទៅលើអ៊ីស្រាអែលអ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលទៅលើអ៊ីស្រាអែលដើម្បីសងសឹកនឹងអ៊ីស្រាអែលដែលថ្លើមធំចូលបាញ់សម្លាប់មេដឹកនាំរបស់ក្រុមហាម៉ាស់ដល់ក្នុងទឹកដីអ៊ីរ៉ង់